Bàសួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមលើកយករបៀបធ្វើផ្កាពីលោកកម្មញីប្រភេទផ្កាអង្គាសិលហើយសម្ភារៈដូចបងប្អូនពុកម៉ែបងប្អូនបានឃើញស្រាប់ហើយយើងមានលួសចំនួន3ពណ៌ហើយជាមួយនឹង color ហើយដំបូងក្នុងការធ្វើហ្នឹងគឺយើងរុំលួសកម្មញីមួយសរសៃហ្នឹងតាមពណ៌ដែលយើងចូលចិត្តចំនួន5រង្វង់ចុះអញ្ចឹង5រង្វង់នេះអាស្រ័យទៅលើពុកម៉ែបងប្អូនស្រឡាញ់ទេបើសិនស្រឡាញ់6រង្វង់ក៏យើងរុំ6រង្វង់ទៅបន្ទាប់ពីរុំហើយយើងដាក់បណ្ដូលផ្កាហើយបណ្ដូលផ្កានោះយើងដាក់ច្រើនក៏បានដាក់តិចក៏បានហើយចំពោះខ្ញុំស្រឡាញ់តែមួយសរសៃចឹងខ្ញុំដាក់មួយបាទបន្ទាប់ពីដាក់យើងពុតកតុយលួសហ្នឹងចូលមកដើម្បីពន់ឲ្យវាជាប់ដល់ពេលដែលយើងភ្ញែកវាមកហ្នឹងដើម្បីពុតហ្នឹងគឺវាជាប់បាទដូចបានឃើញនៅក្នុងវីដេអូអញ្ចឹងហើយចំពោះមកយើងកាច់វាចុះទៅក្រោមតម្រែតម្រឹមតម្រង់ហ្នឹងឲ្យវាត្រូវទៅតាមផ្នត់នៃសម្លឹកសន្ទាប់ផ្កាអញ្ចឹងណាបាទហើយយើងពុតប៉ែនបត់បែនធ្វើម៉េចឲ្យបានស្អាតទៅវាមិនកំណត់ថាត្រូវតែជ្រុងឬក៏មូលនោះទេយើងធ្វើម៉េចឲ្យវារបៀបដូចជាមួយនឹងផ្កាអង្គាសិលអញ្ចឹងណាបាទហើយអ្នកខ្លះក៏យើងផាត់ពណ៌ទៅក្នុងផ្កានោះដើម្បីឲ្យវាមើលទៅវាមានភាពតាក់ទាញវាដូចជាផ្កាពិតៗអញ្ចឹងហើយចំពោះការធ្វើផ្កាហ្នឹងយើងមិនមែនមានតែមួយពណ៌ទេយើងជ្រើសរើសពណ៌ផ្កាអង្គាសិលហ្នឹងគឺអាចថា3ពណ៌សម្រាប់ពេលបច្ចុប្បន្នហ្នឹងយើងមើលឃើញថាមាន3ពណ៌ដូចជាពណ៌ផ្កាឈូកពណ៌លឿងហើយនិងពណ៌ក្រហមបាទបន្ទាប់ពីយើងធ្វើរួចយើងចាប់តាមយក color ហ្នឹងពាក្យធម្មតាយើងហៅម៉ាកាយេហ្នឹងយកមកផាត់វាមកបាទផាត់ហ្នឹងដើម្បីឲ្យវាមើលទៅវាមានភាពស្រស់ស្អាតបន្ថែមមួយកម្រិតទៀតអញ្ចឹងណាបាទហើយយើងផាត់ចុះផាត់ឡើងហ្នឹងទៅហើយចំពោះផ្កានេះយើងធ្វើដូចជាយើងមិនបានកំណត់ចំនួនផ្កាទេបើយើងធ្វើចំនួនផ្កាហ្នឹងច្រើនគឺកាន់តែល្អកាន់តែស្អាតអញ្ចឹងអាស្រ័យទៅលើចំណង់ចំណូលចិត្តបងប្អូនទេបើបងប្អូនធ្វើផ្កាហ្នឹងចំនួនច្រើនគឺវាកាន់តែស្អាតបាទហើយយើងធ្វើហើយយើងចាប់តាមយកស្កុតហ្នឹងយើងរុំចំពោះតងផ្កាហ្នឹងដើម្បីឲ្យយើងដាក់ធ្វើវាជាដើមបាទហើយយើងមូរុំអញ្ចឹងទៅឲ្យធ្វើឲ្យជាប់ហើយចំពោះស្កុតហ្នឹងគឺយើងមុននឹងយើងរុំហ្នឹងយើងសង្កត់វាដែរព្រោះនៅក្នុងស្កុតហ្នឹងគឺវាមានជាតិជ័រជាតិកាវហ្នឹងដើម្បីឲ្យយើងរុំវាជាប់បាទដូចខ្ញុំបានបង្ហាញអញ្ចឹងនេះឃើញយើងធ្វើឲ្យច្រើនផ្កាមកហើយសម្រាប់ផ្កានេះគឺខ្ញុំជ្រើសរើសយកចំនួន7ផ្កាទេដើម្បីខ្ញុំធ្វើជាដើមហើយនៅក្នុងនោះដែរយើងមិនមែនធ្វើតែផ្កានឹងសុទ្ធទេគឺយើងច្នៃធ្វើវាជារបៀបថាបណ្ដូលផ្កាឬក៏ក្រពុំផ្កាមានពណ៌បៃតងមានពណ៌ប្រភេទផ្កាឈូកដែលយើងធ្វើជាផ្កាហ្នឹងយើងអាចលាយគ្នាបាននិយាយទៅយើងធ្វើរបៀបនេះគឺដើម្បីលើកសោភ័ណភាពផ្កានៅពេលដែលយើងដំឡើងវាជាដើមណាបាទអញ្ចឹងដូចពុកម៉ែបងប្អូនឃើញស្រាប់ហើយយើងយកលួសពណ៌បៃតងហ្នឹងយើងយកមកពុតបត់ដូចខ្ញុំធ្វើអញ្ចឹងទៅយើងរុំស្កុតបានហើយដូចខ្ញុំបង្ហាញអញ្ចឹងបាទក្នុងមួយដើមផ្កាហ្នឹងខ្ញុំធ្វើបណ្ដូលពណ៌បៃតងចំនួន4ហើយបណ្ដូលលឿនចំនួន3ឬក៏2តាមអ្វីដែលយើងស្រឡាញ់ទៅបាទបន្ទាប់ពីធ្វើហើយយើងយកលួសដែលយើងបានធ្វើហ្នឹងយកមកផ្គុំជាមួយនឹងដើមធំដែលខ្ញុំបានដាក់បង្ហាញហ្នឹងដើម្បីធ្វើវាជាដើមហើយចំពោះដើមហ្នឹងគឺយើងមានពីរប្រភេទដើមខ្នាត 30cm យើងក៏ធ្វើខ្នាតដើមហ្នឹងមាន 40cm ក៏ធ្វើបានអញ្ចឹងយើងធ្វើវែងខ្លីទៅតាមចំណង់ចំណូលចិត្តយើងឆ្លាញ់ទៅបាទបន្ទាប់មកយើងដាក់ផ្គុំវាដូចនៅក្នុងវីដេអូអញ្ចឹងគឺវាងាយស្រួលក្នុងការធ្វើយើងផ្គុំវាចុះឡើងដើម្បីឲ្យវាចេញជាដើមផ្កាអង្គាសិលមួយដើមដ៏ស្រស់ស្អាតបាទយើងកាត់យើងពុតតាមអ្វីដែលយើងស្រឡាញ់ទៅហើយចំពោះផ្កានឹងខ្ញុំនៅតែនិយាយដដែលថា
ចំពោះសត្វផ្កាហ្នឹងអ្នកខ្លះក៏គាត់ធ្វើចំពោះផ្កាមួយផ្កាហ្នឹងគាត់ធ្វើ6សត្វអ្នកខ្លះគាត់ធ្វើ5សត្វអ្នកខ្លះគាត់ធ្វើ3សត្វ4សត្វទៅតាមចិត្តដែលពួកគាត់ស្រឡាញ់អញ្ចឹងណាអញ្ចឹងយើងអាចកំណត់បានទេនេះគ្រាន់តែខ្ញុំចែករំលែកពីរបៀបធ្វើផ្កានោះទេអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនចេះធ្វើពុកម៉ែបងប្អូនធ្វើតាមអ្វីដែលខ្លួនស្រឡាញ់ចឹងគឺមិនខុសទេជាធម្មតាការងារណាមួយបើយើងធ្វើដោយការស្រឡាញ់គឺយើងពេញចិត្តក្នុងការធ្វើហើយយើងពិតជាមានមោទនភាពនៅលើស្នាដៃខ្លួនឯងដែលបានធ្វើអញ្ចឹងយើងមិនអាចកំណត់ទៅតាមគេបង្គាប់បញ្ជានោះទេគឺយើងធ្វើទៅតាមអ្វីដែលយើងស្រឡាញ់ហើយណាមួយយើងធ្វើនោះគឺធ្វើឲ្យវាស្រដៀងដូចនឹងផ្កាអង្គាសីពិតអញ្ចឹងទៅបាទចំពោះស្កុតដែលយើងរុំធ្វើជាដើមនោះយើងអាចយកស្កុតពណ៌ដើមឈើអាចនិយាយថាពណ៌ត្នោតហ្នឹងយើងយកមករុំក៏បានដែរនិយាយទៅអាស្រ័យទៅលើចំណង់ចំណូលចិត្តបងប្អូនធ្វើនោះទេចំពោះខ្ញុំធ្វើពណ៌បៃតងដោយសារខ្ញុំខ្ជិលដូរចំពោះសម្ភារៈធ្វើនឹងបើសិនពុកម៉ែបងប្អូនត្រូវការគឺខ្ញុំមានលក់គ្រប់មុខបាទអញ្ចឹងផ្កាមួយដើមអង្គាសីយើងបានធ្វើរួចហើយអញ្ចឹងក្នុងការធ្វើនឹងយើងធ្វើវាជាច្រើនដើមដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងយើងធ្វើវាជាច្រើនដើមកាន់តែស្អាតបាទហើយនៅក្នុងនេះយើងមានលាយជាមួយនឹងអង្គាសីពណ៌ក្រហមដែរដោយសារយើងដាក់ចង់ឲ្យវាលេចពណ៌នៅក្នុងដោយសារយើងដាក់វាចង់ឲ្យវាលេចពណ៌ចម្រុះមើលទៅមានភាពស្រស់ស្អាតបាទចំពោះថូនេះយើងអាចជ្រើសរើសយកថូមួយណាដែលយើងពេញចិត្តមិនថាថូជ័រថូថ្មថូធ្វើពីដីឬក៏ថូធ្វើពីអ្វីទេយើងដាក់ធ្វើមិនឲ្យស្អាតបាទហើយផ្កាអង្គាសីយើងបានធ្វើរួចរាល់ហើយយើងតម្រៀបដាក់ចូលក្នុងថូដូចដែលបានបង្ហាញអញ្ចឹងហើយចំពោះផ្កាអង្គាសីហ្នឹងគឺយើងមាន3ពណ៌ដូចខ្ញុំជម្រាបពីខាងដើមអញ្ចឹងនៅក្នុងការដាក់តម្រៀបឬការធ្វើហ្នឹងយើងអាចធ្វើវាមួយពណ៌តែឯងក៏បាន2ពណ៌លាយចូលគ្នាក៏បាន3ពណ៌លាយចូលគ្នាក៏បាននិយាយទៅតាមចំណង់ចំណូលចិត្តដែលយើងស្រឡាញ់ហើយចំពោះផ្កាដូចខ្ញុំបានបញ្ជាក់អញ្ចឹងយើងកាត់តម្រឹមវាធ្វើម៉េចឲ្យមានដើមខ្ពស់ទាបទៅយើងដាក់រៀបចូលក្នុងថូវាមើលទៅវាមានសោភ័ណភាពស្អាតហើយចំពោះដើមក្នុងការធ្វើផ្កាហ្នឹងយើងមានពីរប្រភេទដើមដែលមានຂະຫນាត30 cm ហ្នឹងគឺមួយຂະຫນាតដើម40 cm ហ្នឹងគឺមួយຂະຫນាតបាទជាចុងក្រោយអរគុណពុកម៉ែបងប្អូនដែលបានទស្សនានៅក្នុងវីដេអូដែលខ្ញុំបង្ហាញពីការចែករំលែកធ្វើផ្កាអង្គាសីពីលោកកម្មញ្ញនេះសូមពុកម៉ែបងប្អូនជួយចែករំលែកប្រសិនបើពេញចិត្តក្នុងការបង្ហាញរបស់ខ្ញុំហើយសូមអរគុណពុកម៉ែបងប្អូនក្នុងការទស្សនាតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ